សូមចូលរួមបាទអបអរសាទរជាមួយនឹងអ្នកដំទីសនិទ្ធជាមួយនឹងថ្នាក់ដឹកនាំទាំងអស់របស់សមាគមសាលាត្រាជូដែលបានយើងហៅចាប់ផ្ដើមកិច្ចការងារនៅក្នុងវិស័យច្បាប់នេះហើយជាពិសេសគឺមកដល់ថ្ងៃនេះដោយតែអ្នកដំទីសនិទ្ធបានលើកឡើងឃើញថាមានវឌ្ឍនភាពជាច្រើនហើយក៏កិច្ចការងារនេះមានផលជះបាទទៅជាច្រើនបាទនៅក្នុងសង្គមរបស់យើងបាទទាំងក្នុងចំណោមអ្នកច្បាប់ក៏ដូចជាសង្គមជាតិរបស់យើងទាំងមូលដែរបាទហើយតាមរយៈនេះគឺខ្ញុំក៏សូមក្នុងនាមបាទជាសមាជិកម្នាក់ដែរហើយជាពិសេសគឺក្នុងនាមជាសមាជិកនៃក្រុមប្រឹក្សាវិទ្យាសាស្ត្ររបស់សមាគមសាលាត្រាជូគឺពិតជាមានមោទនភាពមិញបានដើរមកឆ្លងកាត់ពិព័រណ៍រូបថតហើយមកអង្គុយមើលវីដេអូដែលសង្ខេបអំពីអ្វីដែលជាសមិទ្ធផលរបស់សមាគមបាទឃើញថាច្រើនបាទហើយច្រើននេះគឺវាមាន impact បាទហើយក៏បានឃើញដែរថាទី1គឺការចូលរួមរបស់សមាគមមានការទទួលស្គាល់បាទពីមហាជនពីនិស្សិតពីអ្នកស្រាវជ្រាវហើយក៏មានការទទួលស្គាល់ពីថ្នាក់ដឹកនាំដែរបាទជាពិសេសគឺថ្នាក់ដឹកនាំកំពូលរបស់យើងតែម្ដងគឺសម្ដេចមហាបវរធិបតីហ៊ុនម៉ាណែតដែលជានាយករដ្ឋមន្ត្រីនៃប្រជាណាចក្រកម្ពុជារបស់យើងបាទអញ្ចឹងបើយើងធ្វើកិច្ចការងារមិនច្បាស់លាស់មិនពិតប្រាកដមិនមានគុណភាពទេអាហ្នឹងក៏មិនអាចទទួលបាននៅការកោតសរសើរអស់នឹងដែរហើយមិនយើងមើលនៅក្នុងរូបទៅក៏មានឯកឧត្តមហ៊ុនម៉ាណីបាទក្នុងលិខិតមានឯកឧត្តមឧបនាយករដ្ឋមន្ត្រីប្រាក់សុខុនបាទមានឯកឧត្តមរដ្ឋមន្ត្រីឯជាច្រើនឯកឧត្តមទេសរដ្ឋមន្ត្រីសុកស៊ីផាណាបាទដែលសុទ្ធតែបានផ្ដល់នៅតម្លៃចំពោះអ្វីដែលជាកិច្ចការងារដែលសមាគមសាលាត្រាជូបានធ្វើបាទតាំងតែពីកកើតរហូតមកដល់បច្ចុប្បន្នបាទ10ឆ្នាំបើគិតជាក្មេងជាមនុស្សវិញអាហ្នឹងយើងហានៅក្មេងទេបាទប៉ុន្តែ10ឆ្នាំសម្រាប់សកម្មភាពខ្ញុំគិតថាគឺជាពេលវេលាមួយបាទដែលយើងបានខិតខំកសាងបាទខិតខំប្រឹងប្រែងហើយយើងទទួលបានជោគជ័យតាមរយៈអ្វីដែលជាសកម្មភាពដែលខ្ញុំខ្លួនឯងបានតាមដានខ្លះដែរបានមើលបានឃើញខ្លះដែរបាទដែលបានអនុវត្តនៅក្នុងក្របខ័ណ្ឌនៃសាលាត្រាជូនេះបាទគឺឃើញថាច្រើនហើយក៏វាឆ្លើយតបទៅនឹងគោលបំណងនៃការបង្កើតសាលាត្រាជូដែលយើងនិយាយជារួមថាគោលបំណងទាំង3ហ្នឹងបាទគឺយើងហៅជាការចូលរួមនៅក្នុងការផ្សព្វផ្សាយច្បាប់បាទការបង្កើននៅធនធានមនុស្សរបស់ជាពិសេសនៅក្នុងវិស័យច្បាប់របស់ប្រទេសកម្ពុជាយើងហើយដែលនេះជាការចូលរួមចំណែកសំខាន់ទៅដល់ការលើកកម្ពស់នីតិរដ្ឋបាទរបស់កម្ពុជាយើងហើយជាពិសេសគឺការជំរុញនៅការសិក្សាស្រាវជ្រាវនៅក្នុងវិស័យច្បាប់របស់យើងនេះបាទហើយខ្ញុំក៏កោតសរសើរដែរដែលថ្នាក់ដឹកនាំនៃសមាគមសាលាត្រាជូបានគៀងគរនៅបញ្ញវន្តបាទអ្នកបកែផ្នែកច្បាប់ហ្នឹងបាទដើម្បីមកចូលរួមបាទសរសេរអត្ថបទចូលរួមបដិបដាលបាទហើយដែលឃើញថាបានរាប់រយអ្នកមកហើយបាទខ្ញុំមិនអត់បានដឹងតួលេខច្បាស់ទេប៉ុន្តែបើគិតជាវគ្គជាជំនាន់ជាសិក្ខាសាលាជាអីផ្សេងដែលបានរៀបចំឃើញថាមានមនុស្សច្រើនណាស់បាទដែលបានទទួលផលពីការងាររបស់សាលាត្រាជូរបស់យើងនេះបាទ